สู้สได้เนี่ยទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីសារៈសំខាន់នៃការចោលថ្មពលចាស់ឲ្យបានត្រឹមត្រូវនៅពេលថ្មអស់ធម្មពលសូមកុំបោះចោលចូលក្នុងធុងសម្រាមធម្មតាត្រូវយកវាទៅដាក់កន្លែងប្រមូលថ្មពលអ្នកដឹងទេថាការកែច្នៃថ្មពលឡើងវិញមិនត្រឹមតែល្អសម្រាប់បរិស្ថាននោះទេវាក៏ជួយសន្សំសំចៃធនធានធម្មជាតិនិងបន្ថយការប្រើប្រាស់ថ្មពលផងដែរហើយអ្វីបានជាយើងត្រូវធ្វើដូច្នេះថ្មពលត្រូវបានផលិតពីសារធាតុគីមីប្លាស្ទិកនិងលោហៈធ្ងន់ដែលអាចបង្កគ្រោះថ្នាក់ដល់បរិស្ថានបើវាត្រូវបោះចោលពីការពេលថ្មត្រូវបោះចោលដោយមិនត្រឹមត្រូវសារធាតុពុលអាចជ្រាបចូលទៅក្នុងដីនិងទឹកបង្កអន្តរាយដល់មនុស្សរុក្ខជាតិនិងសត្វយ៉ាងខ្លាំងហើយវាកាន់តែអាក្រក់ជាងនេះទៅទៀតថ្មទាំងនេះអាចកាត់អគ្គិភ័យនៅកន្លែងចោលសំរាមបណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរឬធ្វើឲ្យកម្មករគ្រប់គ្រងសំរាមរងរបួសបើយើងទុកដាក់ថ្មនៅកន្លែងកែច្នៃឡើងវិញឲ្យបានត្រឹមត្រូវសារធាតុគ្រោះថ្នាក់ទាំងនេះនឹងត្រូវបានបំបត្តិដោយសុវត្ថិភាពការកែច្នៃថ្មឡើងវិញក៏ជួយសន្សំធនធានធម្មជាតិផងដែរដែលកាត់បន្ថយតម្រូវការជីកយកសម្ភារៈថ្មីពីធម្មជាតិសារធាតុដែលបានកែច្នៃថ្មឡើងវិញអាចត្រូវបានយកមកផលិតជាសម្ភារៈថ្មីដូចជាឧបករណ៍កីឡាគោគ្រឿងអគ្គិសនីឬថ្មថ្មីលើសពីនេះការផលិតផលិតផលពីសម្ភារៈដែលបានកែច្នៃឡើងវិញត្រូវការថាមពលតិចជាងការផលិតពីសម្ភារៈថ្មីដូច្នេះការកែច្នៃថ្មឡើងវិញជួយឲ្យយើងសន្សំថាមពលនិងកាត់បន្ថយកាបូនច្រើនហើយមិនមែនត្រឹមតែថ្មធម្មតាទេគ្រឿងអេឡិចត្រូនិកដូចជាកុំព្យូទ័រយួរដៃអាគុយបំពង់ឧបករណ៍ជាងគ្រឿងសំណង់ឬទូរស័ព្ទក៏មានថ្មដែលត្រូវកែច្នៃឡើងវិញដែរនៅពេលវាខូចដូច្នេះលើក្រោយពេលណាដែលថ្មអស់ថាមពលកុំបោះវាចោលចូលធុងសម្រាមយកវាទៅដាក់នៅកន្លែងដែលមានធុងប្រមូលថ្មអ្នកទាំងអស់គ្នាអាចស្វែងរកកន្លែងដែលមានធុងប្រមូលថ្មដោយឥតគិតថ្លៃនៅគេហទំព័រ www.ecobad-energycambodia.com ចូលរួមគ្នាការពារបរិស្ថាននិងសុវត្ថិភាពរបស់យើងសម្រាប់អនាគត